បាទអូសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកអាប់ដេតបាទអាពីក្បាលនៃក្រោយក្នុងខ្ញុំនេះបាទរំលឹកពីអតីតកាលរបស់អាពីក្បាលហ្នឹងឥឡូវធៀបជាមួយនឹងអតីតកាលហើយនិងបច្ចុប្បន្នបងប្អូនបាទហ្នឹងហើយបងប្អូនមុននឹងនាំបងប្អូនទៅមើលពីអតីតកាលខ្ញុំចង់បញ្ជាក់ប្រាប់ថាជូបរបស់ខ្ញុំនេះគឺមកដល់សប្តាហ៍ថ្ងៃហ្នឹងគឺវា3ខែបងប្អូន3ខែគត់ហ្មងបាទគិតមកដល់ថ្ងៃនេះបាទសម្រាប់ការបំពន់ការដាក់ចំណីរបស់ខ្ញុំហ្នឹងគឺ3ខែហើយបងប្អូនហើយតាអញ្ចឹងយើងនឹងទៅមើលពីអតីតកាលហ្នឹងហើយបងប្អូនបាទនេះជាសកម្មភាពអតីតកាលរបស់វាហើយនិយាយទៅកាលពីមុនមកការខ្ញុំយកមកដំបូងបងប្អូនលក្ខណៈថាម្ចាស់គេអត់សង្ឃឹមថានឹងនៅបានអញ្ចឹងណាបានគាត់សម្រេចចិត្តឲ្យខ្ញុំពួកអីនៅនឹងគាត់ហ្នឹងគឺរយៈពេល2ថ្ងៃបងប្អូន2ថ្ងៃហ្នឹងគឺតាំងពីមេវាទៅផុតទៅអត់មានបានទឹកដោះអត់មានអីចូលពោះមិនតិចទេដល់ពេលគាត់អស់តម្រេះខ្លួនឯងបាទគាត់ក៏សម្រេចចិត្តឲ្យខ្ញុំបាទឲ្យខ្ញុំមើលថែមើលអីចឹងទៅដល់ពេលបានមកនៅដៃខ្ញុំដូចសង្គ្រោះជីវិតវាសាជាថ្មីចឹងបងប្អូនពពួកអីខ្ញុំមកដល់ខ្ញុំខ្ញុំបរៀនចាប់វាបញ្ចុកដោះគោផងអីផងចឹងទៅព្រោះកាលពីនៅជាមួយម្ចាស់ដើមគេហ្នឹងគឺគាត់អត់ថាគាត់មិនដឹងមិនដែរបងប្អូនបានជាគាត់ថាអត់ព្រមបើព្រមអីបាទកូនជុកដបងជាសេះកាត់បាន2ថ្ងៃហើយមេទៅចោលអញ្ចឹងគឺវាអត់ចេះទេតោះតែយើងនឹងចាប់បាទបខំវាបន្តិចមកដល់ខ្ញុំមិនអីខ្ញុំបខំដល់មិនអីចេះទៅបងប្អូនហើយនឹងបញ្ជាក់បងប្អូនជុកហ្នឹងគឺមេវាទៅចោលហើយបងប្អូនបាទហើយកូនឈូកហ្នឹងបើយើងធៀបជាមួយនឹងឈូកផ្សេងធម្មតាបងប្អូនជាពិសេសប្រភេទឈូកដូចថាកូន2សា3សាបើសិនជា3ខែបងប្អូនមិនមែនប៉ុណ្ណឹងទេតែបើអានេះកូនជុកហ្នឹងគឺកូនដបងមេពីដបងអីចឹងហើយកាត់កូនកាត់អីរួចទៅចោលចឹងទៅហើយមេទៅចោលជាមួយអាកូនកាត់អត់រួចហ្នឹងបាទហើយកាត់បានតែ2ហ្នឹងបងប្អូនហើយចូលម្ចាស់អស់តម្រេះឲ្យខ្ញុំបាទអញ្ចឹងមកសប្តាហ៍ថ្ងៃនេះបើតាមការស្មានរបស់ខ្ញុំគឺខ្ទង់50គីឡូទេវាអត់មានលើសហ្នឹងទេ3ខែហើយបានហើយបងប្អូនបាទសម្រាប់វីដេអូនេះផងដែរមិនមែនជាចំណេះដឹងបាទដើម្បីចែកម្លែកអីទៅកាន់បងប្អូនទេបាទគ្រាន់តែជាការបាទបង្ហាញបាទដើម្បីឲ្យបងប្អូននឹងទស្សនាកំសាន្តអារម្មណ៍កំសាន្តចិត្តលេងអញ្ចឹងណាបងប្អូនតនេពីការងារដើម្បីបំបត្តិការអុកសុកបាទហើយអញ្ចឹងខ្ញុំសូមគោរពលាបងប្អូនទាំងអស់គ្នាបាទអរគុណច្រើនជួបពរសំណាងល្អ